បាទសូមឲ្យខ្ញុំបានសង្ខេបនៅការអធិប្បាយនៅព្រឹកនេះនៅថ្ងៃទី30ខែវិច្ឆិកា2025ជាភាសាខ្មែរអរុនសុស្ដីឥឡូវនេះយើងស្ថិតនៅក្នុងរដូវកាលព្រះវិហារដែលមានឈ្មោះថា Advent គឺជាពាក្យកំប្លែងដែលជាធម្មតាយើងមិនសូវប្រើនោះទេប៉ុន្តែវាជាពាក្យផ្លូវការមួយដែលមានន័យថាការមកដល់ឬការយាងមកក្នុងកំឡុងរដូវកាល Advent យើងចងចាំពីការយាងមកលើកទី1របស់ព្រះយេស៊ូវពីការដែលទ្រង់គង់នៅក្នុងចំណោមយើងហើយទន្ទឹងរង់ចាំការយាងមកជាលើកទី2របស់ទ្រង់គឺនៅពេលដែលទ្រង់នឹងយាងមកវិញដើម្បីសង់នគររបស់ទ្រង់យ៉ាងពេញលេញនិងកែតម្រូវរាល់ទាំងកំហុសនៅពេលដែលយើងធ្វើដូច្នេះយើងនឹងពិនិត្យមើលចំណុចសំខាន់មួយនៃប្រធានបទទាំងពីរនេះគឺតាមរយៈព្យាការីអេលីសាយតាមរយៈព្យាការីអេសាយអត្ថបទថ្ងៃនេះនិយាយអំពីភ្នំរបស់ព្រះអម្ចាស់វាគឺជារូបភាពនៃប្រជារាស្ត្ររបស់ព្រះដែលត្រូវបានទ្រង់លើកពួកគេឡើងដើម្បីឲ្យប្រជាជាតិផ្សេងទៀតទាំងអស់ត្រូវបានទាញចូលទៅក្នុងគ្រួសារនៃព្រះគំនិតនៃការដែលទ្រង់លើករាស្ត្រទ្រង់ឡើងនេះគឺជាសំខាន់ជារឿងសំខាន់ណាស់ប៉ុន្តែជាអកុសលខ្ញុំគិតថាវាជាគំនិតមួយដែលមានមនុស្សជាច្រើនតែងតែគិតខុសកាលខ្ញុំនៅពីក្មេងខ្ញុំធ្លាប់លេងហ្គេមមួយដែលមានឈ្មោះថាស្ដេចនៃភ្នំមានតែមនុស្សម្នាក់តែប៉ុណ្ណោះដែលអាចទៅដល់កំពូលភ្នំហើយពួកគេរុញច្រានទម្លាក់អ្នកណាដែលព្យាយាមឡើងមកនេះគឺជារបៀបដែលលោកីធ្វើជាច្រើនដងមនុស្សចង់លើកខ្លួនឯងឡើងហើយរុញច្រានអ្នកដទៃចុះប៉ុន្តែនៅក្នុងកម្មព្រះគម្ពីរអេសាយនិងកម្មព្រះគម្ពីរផ្សេងទៀតយើងឃើញថាព្រះលើកមនុស្សឡើងដើម្បីធ្វើជាពន្លឺដល់ប្រជាជាតិនានានិងតំណាងឲ្យទ្រង់ទៅកាន់លោកីនេះគឺដើម្បីឲ្យប្រជាជាតិទាំងអស់ត្រូវបានទាញទៅក្នុងគ្រួសារនៃព្រះហើយបន្ទាប់មកពួកគេនឹងនាំយកសារនោះត្រឡប់ទៅលោកីវិញអេសាយគឺជាព្យាការីម្នាក់ដែលបានទៅទីក្រុងយេរូសាឡឹមលោកបាននាំយកសារអំពីការជំនុំជម្រះនិងសារនៃសេចក្តីសង្ឃឹមទៅកាន់ទីនោះសារនៃការជំនុំជម្រះពីព្រោះពួកគេបានឈប់គោរពតាមក្រឹតវិន័យនៃសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់សារនៃសេចក្តីសង្ឃឹមពីព្រោះថ្ងៃណាមួយព្រះសង្គ្រោះនឹងយាងមកធ្វើជាស្ដេចដ៏ល្អរបស់ពួកគេហើយប្រទានឲ្យពួកគេនៅសមត្ថភាពដើម្បីរក្សាក្រឹតវិន័យរបស់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដព្រះគម្ពីរអេសាយជំពូកទី1ប្រាប់យើងពីរបៀបដែលប្រជារាស្ត្ររបស់ព្រះបានធ្វើខុសពួកគេបានឈប់យកចិត្តទុកដាក់ចំពោះអ្នកជិតខាងរបស់ពួកគេឈប់ធ្វើការល្អស្វែងរកយុត្តិធម៌ឬជួយអ្នកដែលងាយនឹងរងគ្រោះព្រះប្រៀបធៀបពួកគេទៅនឹងកូនដែលបះបោរពួកគេមិនចង់ស្ដាប់សំឡេងរបស់ព្រះវរបិតាដែលនៅស្ថានសួគ៌របស់ពួកគេទេយើងអាចមើលឃើញពីខ្លួនឯងយើងនៅក្នុងការព្រមានមួយនេះផងដែរតើយើងបានបះបោរប្រឆាំងនឹងក្រឹតវិន័យរបស់ព្រះដល់របៀបណាតើយើងបានឈប់យកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញយើងដល់របៀបណាតើយើងបានបិទត្រចៀករបស់យើងចំពោះសំឡេងរបស់ព្រះដោយរបៀបណាប៉ុន្តែនៅក្នុងព្រះគម្ពីរអេសាយជំពូកទី2ព្យាការីអេសាយបានចាប់ផ្ដើមជាមួយនឹងសារនៃសេចក្តីសង្ឃឹមរបស់លោកក្រុងរបស់ព្រះជាម្ចាស់នឹងត្រូវបានលើកឡើងហើយគ្រប់ជាតិសាសន៍ទាំងអស់នឹងហូរឡើងទៅលើភ្នំតើរាស្ត្ររបស់ទ្រង់ត្រូវបានលើកឡើងយ៉ាងដូចម្តេចមិនមែនតាមរបៀបអាត្មានិយមដោយលោកីទេប៉ុន្តែផ្ទុយទៅវិញពួកគេត្រូវបានលើកឡើងជាអ្នកដែលបង្ហាញសេចក្តីស្រឡាញ់របស់ព្រះចំពោះលោកីហើយបន្ទាប់មកអ្នកដែលឮព្រះបន្ទូលរបស់ព្រះហើយទទួលយកពួកគេនឹងត្រូវបានបញ្ជូនចុះពីលើភ្នំវិញជាមួយនឹងសារនៃសេចក្តីសង្ឃឹមនេះសូមព្រះជាម្ចាស់បំផ្លាស់បំប្រែយើងឲ្យคล้ายជាប្រជារាស្ត្រដែលបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដើម្បីឲ្យអ្នកដែលឃើញនឹងត្រូវបានទាញចូលមកក្នុងគ្រួសារនៃព្រះហើយសូមឲ្យព្រះជាម្ចាស់ប្រើយើងដើម្បីប្រកាសព្រះបន្ទូលរាជសាររបស់ទ្រង់ទៅកាន់ប្រជាជាតិនានាសូមអធិដ្ឋានជាមួយនឹងខ្ញុំព្រះអង្គអើយសូមយើង
សូមឲ្យយើងខ្ញុំឡើងតាមរបៀបរបស់ព្រះអង្គមិនមែនសម្រាប់សេរីល្អរបស់យើងខ្ញុំនោះទេគឺដើម្បីឲ្យយើងខ្ញុំអាចឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់របស់ព្រះអង្គទៅកាន់ពិភពលោកសូមឲ្យយើងខ្ញុំคล้ายជាពន្លឺនៅលើភ្នំរបស់ព្រះអង្គដោយទាញយកអ្នកដទៃឲ្យចូលមកក្នុងគ្រួសាររបស់ព្រះអង្គសូមបំផ្លាស់ចិត្តរបស់យើងដើម្បីស្វែងរកចិត្តធម៌ធ្វើការល្អនិងស្រឡាញ់អ្នកជិតខាងរបស់យើងឲ្យយើងខ្ញុំបានធ្វើការល្អហើយនៅពេលដែលព្រះអង្គបានបំពេញយើងខ្ញុំដោយសេចក្តីសង្ឃឹមសូមចាត់យើងខ្ញុំឲ្យត្រឡប់ទៅចែកចាយក្តីសង្ឃឹមរបស់ព្រះអង្គជាមួយនឹងគ្រប់ជាតិសាសន៍ដទៃផងដែរយើងអរគុណទ្រង់យថាឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន